បងប្អូននៅពេលដែលបងប្អូនប្រើកម្មវិធី download Snap Key ណាយើងអាច download website ផ្សេងៗគ្នាក្នុងពេលតែមួយបានអត់រើសទេអញ្ចឹងឧទាហរណ៍ខ្ញុំមាន website សារហុងស៊ូជាប្រភេទ content ចិនតែ content ប្រភេទម៉ូតូហើយបន្ទាប់មកខ្ញុំមាន TikTok ជា content ប្រភេទម៉ូតូដូចគ្នាអញ្ចឹងខ្ញុំអាច copy link ពី profile នៅសារហុងស៊ូនឹងយកមកដាក់នៅក្នុង tool មួយបានហើយបន្ទាប់មកខ្ញុំ copy link ពី TikTok យកមកដាក់ក្នុង tool ទៀតអញ្ចឹង link ទាំងពីរនេះគឺ tool នឹង save ទុកឲ្យយើងបិទបើក tool គាត់បាត់ដែរហើយបន្ទាប់មកយើងចុច mouse ស្ដាំហើយបន្ទាប់មកយើង scrap ធ្វើការ scrap ទាំង TikTok និងសារហុងស៊ូហ្នឹងគឺក្នុងពេលតែមួយហ្នឹងហ្មងបន្ទាប់ពីវាចំណាយពេលបន្តិចវីដេអូហើយនឹងរូបភាពផ្សេងៗនឹងចូលមកក្នុងតារាងយើងសម្រាប់យើង download ដែរអញ្ចឹងបងប្អូនមកមើល content របស់យើងគឺយើងមានខាងលើ TikTok ដែលខ្ញុំ select បាន100ហើយនៅខាងក្រោមគឺជា website សារហុងស៊ូដែលយើង select បាន100ដូចគ្នាអញ្ចឹងយើងមាន content ទាំងចិនទាំង TikTok ហ្នឹងគឺក្នុងពេលតែមួយហ្មងហើយបន្ទាប់មកយើងធ្វើការចុចប៊ូតុង download មកវានឹងធ្វើការ download ទាំងអស់ទាំង TikTok ទៅsang ហុងស៊ូហ្នឹងគឺក្នុងពេលតែមួយបន្តគ្នាហ្មងអញ្ចឹងយើងចំណេញពេលច្រើនបងប្អូនអាចដាក់ Instagram TikTok Facebook អីទាំងអស់ហ្នឹងក្នុងពេលតែមួយហ្នឹងឲ្យធ្វើការម្ដងរួចតែម្ដង